ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះទីស្រីមួយជាគរុនិស្សិតបរិញ្ញាបត្រ1មកពីថ្នាក់កចាថ្ងៃនេះនាងខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញនិងឬក៏ឆ្លុះបញ្ចាំងអំពីមុខវិជ្ជាការវិតម្លៃការសិក្សាផងដែរចាអញ្ចឹងសម្រាប់សប្តាហ៍ទី4នេះនាងខ្ញុំនឹងនិយាយអំពីគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពចាសម្រាប់ក្នុងមេរៀននេះដែរគឺយើងមានវត្ថុបំណងចំនួន3ដែរទី1គឺយើងអាចបកស្រាយពីនិយមន័យឬមួយក៏វិធីសាស្ត្រនិងលក្ខណៈដែលមានប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាតាមរយៈការបង្ហាញទាក់ទងជាមួយនឹងរូបភាពជាក់ស្ដែងសំណួរបំផុតរបស់គ្រូទេបានច្បាស់លាស់ចានិងចំណុចទី2កំណត់វិធីសាស្ត្រវិតម្លៃសម្រាប់ការសិក្សាមានដូចជាសុពលភាពភាពជឿជាក់ក្នុងការសិក្សាភាពវិជ្ជមានសុក្រឹតភាពមានស្តង់ដារសម្រាប់ការវិតម្លៃសិក្សាឲ្យបានត្រឹមត្រូវចាហើយនឹងចំណុចទី3នោះគឺទម្លាប់ការវិតម្លៃសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពចានៅក្នុងមេរៀននេះដែរគឺមានមាតិកាចំនួន5អញ្ចឹងមាតិកាទី1គេនឹងនិយាយអំពីសេចក្តីផ្ដើមទី2និយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តប្រឡងហើយនឹងចំណុចទី5គឺប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងផងដែរចាអញ្ចឹងសម្រាប់ទី1ដែលគេនិយាយអំពីសេចក្តីផ្ដើមអញ្ចឹងការវិតម្លៃសិក្សាត្រូវបានគេប្រើដើម្បីវិនិច្ឆ័យអំពីលទ្ធផលនៃការសិក្សានិងការអនុវត្តរបស់សិស្សលទ្ធផលនេះត្រូវបានគេប្រើដើម្បីកំណត់ពីបំណិនខ្លឹមសារចំណេះដឹងដែលគេទទួលបានអញ្ចឹងគ្រូត្រូវតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយពិនិត្យមើលពីលទ្ធផលនៃការវិតម្លៃដែលជាមធ្យោបាយមួយក្នុងការកែលម្អសិស្សមួយទៀតបើសិនជាគ្មានការវិតម្លៃណាដែលអត់មានលក្ខណៈថាល្អត្រឹមត្រូវអត់ខ្ចោះហើយវាតែងតែបង្កប់នៅភាពលំអៀងនៅក្នុងនោះអញ្ចឹងបើសិនជាតេស្តលំបាកពេកនោះសេចក្តីសន្និដ្ឋានអាចសិស្សដែលភាគច្រើនគាត់រៀនបានតិចអញ្ចឹងលទ្ធផលរបស់គាត់តិចជាងគេប៉ុន្តែបើសិនជាតេស្តស្រួលពេកនោះលទ្ធផលរបស់សិស្សនោះគឺនឹងមានលក្ខណៈកើនឡើងវិញដែរចា៎ចឹងចំណុចទី2គឺថាតើអ្វីទៅជាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាអញ្ចឹងប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាគឺសំដៅទៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងការជឿជាក់ពីការស្ទាបតងចំណេះដឹងឬចំណេះដឹងជំនាញរបស់សិស្សផងដែរហើយការវិតម្លៃដែលមានគុណភាពវាផ្ដល់លទ្ធផលដែលផ្ទៀងផ្ទាត់និងគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តសិស្សហើយប្រសិទ្ធភាពមួយទៀតក្នុងការវិតម្លៃគឺយើងអាចប្រាប់ឲ្យដឹងពីការសម្រេចចិត្តនៅក្នុងការបង្រៀនផងដែរចា៎ហើយចំណុចទី3មួយទៀតគេនិយាយថាលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាតែក្នុងចំណុចនេះដែរគឺវាមានចំនួន7ចំណុចដែលនិយាយទី1គឺលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់ហើយនឹងសមស្របអញ្ចឹងចំណុចទី2ការបញ្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាចំណុចទី3តកតងជាមួយនឹងសុពលភាពចំណុចទី5ភាពជឿជាក់ចាសំទោសចំណុចទី4ភាពជឿជាក់ចំណុចទី5សុក្រឹតភាពនិងចំណុចទី6តកតងជាមួយនឹងផលវិបាកវិជ្ជមានហើយនឹងចំណុចទី7ការអនុវត្តហើយនឹងប្រសិទ្ធភាពផងដែរចា៎អញ្ចឹងចំណុចនៅក្នុងនេះគេអាចនិយាយថាលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សានេះអាចបើសិនជាគេនិយាយពីលទ្ធផលរំពឹងទុក1ម៉ោងគឺគេត្រូវការភាពច្បាស់លាស់មួយដែលសមស្របបើសិនជាគេអាចកំណត់នៅកម្រិតលំបាកមួយដែលសមស្របមួយដើម្បីលើកទឹកចិត្តសិស្សហើយពិសេសគឺគ្រូមុនពេលដែលធ្វើការវិតម្លៃគាត់តែងតែគិតប្រកបដោយតុល្យភាពហើយនឹងភាពស្មើគ្នារវាងអ្នកសិក្សាផងដែរចា៎ហើយនឹងលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សាហ្នឹងគេផ្ដោតទៅលើទី1ការជ្រើសរើសតេស្តទី2ការធ្វើតេស្តឬបង្កើតតេស្តការអនុវត្តលក្ខណៈថាប្រភេទជាអត្ថបទសំណួរផ្ទាល់មាត់លក្ខណៈការសង្កេតរបស់គ្រូហើយនឹងមួយទៀតហ្នឹងគឺអាចកូនសិស្សអាចវិតម្លៃខ្លួនឯងឬគេអាចហៅថា assessment as learning ផងដែរចា៎ចឹងនៅក្នុងចំណុចនេះតកតងជាមួយនឹងការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃក៏គេមានគោលបំណងដូចជាទី1គេអាចស្វែងយល់ពីការយល់ដឹងនៃវគ្គសិក្សាហ្នឹងមួយទៀតគេស្វែងយល់អំពីរបៀបនៃការវិតម្លៃសមស្របទៅនឹងការសិក្សាហើយមួយទៀតនោះតកតងទៅនឹងការផ្ដល់ព័ត៌មានត្រឡប់គេអាចកំណត់ពីខ្លឹមសារបានច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាហើយគេអាចកាត់បន្ថយបាននូវភាពតានតឹងផងដែរចា៎ហើយនៅក្នុងចំណុចកាត់បន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលរំពឹងទុកនេះហេតុអីបានជាគេត្រូវធ្វើអញ្ចឹងគេធ្វើវាដើម្បីអីគេអញ្ចឹងគេធ្វើវាដើម្បីដឹងពីវឌ្ឍនភាពការសិក្សារបស់សិស្សគ្រូជួយឲ្យសិស្សដឹងពីចំណេះដឹងពីជំនាញអ្វីដែលត្រូវបានរំពឹងទុកនៅពេលរៀនមួយវគ្គសិក្សាចំណុចទី2មួយទៀតគេអាចដឹងថាពិចារណាទៅលើលទ្ធផលនៃវគ្គសិក្សារបស់សិស្សហើយវាតម្លៃពីដំណើរការនៃវគ្គសិក្សាផងដែរហើយចំណុចមួយទៀតគេអាចដឹងពី
ពីអីគេអាចដឹងពីផែនការបន្តនិងកម្មវិធីអភិវឌ្ឍបន្តចាចុះហេតុអីបានជាគេចាំបាច់ធ្វើវិធីសាស្ត្របន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលរំពឹងទុកពីព្រោះទី1គេអាចសង្ឃឹមទៅលើសុពលភាពដែលសម្រេចបានទាក់ទងជាមួយនឹងចំណុចនេះគេថាពង្រឹងរវាងការវិតម្លៃដែលសមស្របមានភាពច្បាស់លាស់អាចវាស់វែងបានហើយសម្រេចនៅការសិក្សារបស់សិស្សហើយមួយទៀតនោះការវិតម្លៃដែលប្រកបទៅដោយប្រសិទ្ធភាពក្នុងការសិក្សាគឺណែនាំសិស្សឲ្យបានច្បាស់លាស់ពីការបញ្ចប់នៃការវិតម្លៃប្រកបដោយជោគជ័យហើយការធ្វើដែលថាការវិតម្លៃនេះវាជាដំណាក់កាលដែរចា៎អញ្ចឹងនៅក្នុងចំណុចនេះគេចង់បដោតទៅលើទាំងអស់នឹងភាគច្រើនគឺចង់បដោតទៅលើការសិក្សារបស់សិស្សដែលធ្វើឲ្យតកតងមួយទៀតតកតងជាមួយនឹងសុពលភាពភាពជឿទុកចិត្តអញ្ចឹងសុពលភាពហើយនឹងការភាពជឿទុកចិត្តហ្នឹងវាមានទំនាក់ទំនងគ្នាដែរចា៎អញ្ចឹងភាពជឿទុកចិត្តគឺអាចសំដៅទៅលើចាអញ្ចឹងវាមានទំនាក់ទំនងរវាងសុពលភាពនិងភាពជឿជាក់ត្រង់ថាលក្ខណៈវិនិច្ឆ័យទី1នៃការវិតម្លៃនោះគឺសុពលភាពហើយតែមានសុពលភាពបើសិនជាវាអាចពោះវែងពីអ្វីដែលអាចរំពឹងទុកហើយវាមានសុពលភាពហើយវាក៏មានលក្ខណៈថាវាមានភាពជឿជាក់តែមានសុពលភាពហើយនឹងភាពជឿជាក់គឺអាចវាស់នៅពីអ្វីដែលសិស្សអាចរៀននៅសាលាបានដែរចាហើយចំណុចបន្តទៀតគឺសុក្រិតភាពអញ្ចឹងសុក្រិតភាពក្នុងហ្នឹងគឺមានពីចាមាននៅក្នុងនោះជាតម្លាភាពជាទំនាក់ទំនងអ្វីមួយដែលច្បាស់លាស់ឱកាសដើម្បីការសិក្សារៀនសូត្រការជៀសវាងផ្នត់គំនិតក្នុងការវិតម្លៃការជៀសវាងការលំអៀងឬកិច្ចការឬមួយក៏ដំណើរការវិតម្លៃហើយនឹងគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសផងដែរចាក្នុងនោះមានផលវិបាកវិជ្ជមានមួយចំនួនដែលទាក់ទងជាមួយនឹងដែលថាសំណួរពហុជ្រើសរើសតែងសេចក្តីការតាក់ទងជាមួយនឹងការដោះស្រាយបញ្ហាផ្សេងផងដែរអញ្ចឹងមួយចំណុចមួយទៀតដែលរៀងសំខាន់ដែរនោះអញ្ចឹងតាក់ទងជាមួយនឹងចំណុចមួយទៀតការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងកត្តាផ្សេងសម្រាប់ទទួលបានការអនុវត្តនិងប្រសិទ្ធភាពទីមួយគ្រូត្រូវស្គាល់ពីវិធីសាស្ត្រមួយទៀតត្រូវពេលវេលាដែលសមស្របភាពសុខស្មាញក្នុងការប្រឡងមានក្របភាពងាយស្រួលក្នុងការដាក់ពិន្ទុមានភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលហើយនឹងមានការចំណាយទៅលើលទ្ធផលចា៎ដែលគេក្តោបរួមទៅលើថាមានពេលវេលាមួយដែលសមស្របហើយគ្រូងាយស្រួលក្នុងការដាក់ពិន្ទុងាយទៅអាចវាតម្លៃថាវាសាមញ្ញឬមួយក៏វារៀងពិបាកពេកដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សក្នុងការវាយតម្លៃនឹងផងដែរចា៎អញ្ចឹងចំណុចទី4គឺតកតងជាមួយនឹងបញ្ហាប្រឈមអញ្ចឹងបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តឬក៏ការប្រឡងអញ្ចឹងទី1អាចនឹងអត់ស្ទើរមានពេលគ្រប់គ្រាន់ទី1ហ្នឹងអាចមានអារម្មណ៍ថា stress ឬមួយក៏បរិស្ថានខាងក្រៅនឹងអត់សូវល្អឬមួយក៏សិស្សចូលរួមនឹងអត់សូវបានល្អផងដែរអញ្ចឹងចំណុចចុងក្រោយគេគឺប្រសិទ្ធភាពអញ្ចឹងត្រូវធ្វើបែបម៉េចដើម្បីទទួលបានប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តប្រឡងអញ្ចឹងមុនពេលចាប់ផ្ដើមគឺយើងត្រូវណែនាំអំពីការប្រឡងហើយនឹងដាក់គោលបំណងឲ្យបានច្បាស់លាស់ទី2បន្ស៊ាំនិយាយទៅអាសាធ្វើតេស្តជាប្រចាំទី3យើងលើកទឹកចិត្តសិស្សឲ្យគាត់ខិតខំរៀនហើយដើម្បីនឹងងាយស្រួលនៅពេលដែលយើងអាចធ្វើតេស្តវាតម្លៃគាត់ការប្រឡងវាគ្រាន់តែជាការវាតម្លៃទេចា៎ហើយមួយទៀតក្នុងពេលប្រឡងគឺត្រូវមានបន្ទប់ដែលមានស្តង់ដារគ្មានសម្លេងរំខានប្រាប់ពីម៉ោងនិងនាទីទៅតាមដំណាក់កាលគួរឲ្យសិស្សដទៃទៀតរក្សាភាពស្ងៀមស្ងាត់នៅក្នុងឋានៈជៀសវាងកុំឲ្យមានផលរំខានជិតដល់ម៉ោងហើយឲ្យគាត់សម្រួលអារម្មណ៍ហើយនឹងមានចំណុចតូចមួយទៀតដែលយើងអាចនឹងប្រាប់គាត់បន្ថែមទៀតផងដែរចា៎អញ្ចឹងចំណុចទាំងអស់ហ្នឹងសុទ្ធតែជាប្រសិទ្ធភាពក្នុងការធ្វើតេស្តប្រឡងតែគាត់ថាប្រសិទ្ធភាពក្នុងការដំណើរការនៃការធ្វើតេស្តក៏ដូចជាក្នុងការប្រឡងផងដែរចា៎អញ្ចឹងចំណុចរួមទាំងអស់នៅក្នុងមេរៀននេះគឺផ្ដោតទៅលើការវាយតម្លៃសិស្សប្រកបទៅដោយគុណភាពទៅផ្អែកទៅលើលក្ខណៈទាំងអស់ហ្នឹងអញ្ចឹងទៅគ្រូត្រូវអនុវត្តផងដែរចា៎នេះជាអ្វីដែលនាងខ្ញុំយល់សូមអរគុណលោកគ្រូ